បាទសួស្តីសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនិយាយអំពីការអាប់ដេតទៅលើកម្មវិធី Add-in ខ្មែរ Editor ដែលជាកម្មវិធីដែលប្រើប្រាស់នៅលើ Microsoft Word ផ្ទាល់តែម្ដងកម្មវិធីនេះមានតួនាទីក្នុងការពិនិត្យកំហុសអក្ខរាវិរុទ្ធទាំងដែលចេតនាឬក៏អចេតនាក្តីការពិនិត្យទៅលើលេខទៅលើការបរិច្ឆេទទៅលើលេខករណីកាត់ខ្ទង់មិនត្រឹមត្រូវឬក៏យើងចង់បដូរពីលេខខ្មែរទៅលេខអន្តរជាតិឬក៏សរសេរជាអក្សរអីជាដើមការបរិច្ឆេទគឺអាចពិនិត្យមើលទៅលើការបរិច្ឆេទដែលសរសេរជាទម្រង់កាត់ហើយយើងចង់ឲ្យវាបង្ហាញទៅជាទម្រង់ពេញលេញឬក៏ suggest សម្រាប់ការបន្ថែមនៅការបរិច្ឆេទបែបសូរ្យគតិឬក៏សូរ្យគតិនិងចន្ទគតិលាយគ្នាតែម្ដងដែលជាទូទៅគេប្រើប្រាស់នៅរូបមន្តបញ្ចប់នៃលិខិតនីមួយៗនៅពេលនេះបងប្អូនមិនពិបាកក្នុងការស្វែងរកពិនិត្យមើលទៅលើចន្ទគតិទេដោយសារតែកម្មវិធីខ្មែរ Add-in ខ្មែរ Editor របស់យើងនេះបានធ្វើការ add ចូលនៅមុខងារថ្មីគឺយើងអាចពិនិត្យមើលប្រតិទិននៅក្នុងកម្មវិធីយើងតែម្ដងបាទអញ្ចឹងដោយដែលបានសង្ខេបខ្លីមុននេះអំបញ្ញមិញគឺពាក់ព័ន្ធទៅនឹងការបរិច្ឆេទក៏កម្មវិធីយើងអាចធ្វើការឆែកផងដែរអញ្ចឹងយើងមានលេខជាទម្រង់អក្សរកាត់មួយចំនួនដោយដែលបានបង្ហាញលើអេក្រង់អញ្ចឹងបាទអញ្ចឹងយើងអាចធ្វើការពិនិត្យមើលនៅពេលដែលយើងបើកកម្មវិធីយើងដំបូងមកបាទគឺមានទម្រង់បែបនេះយើងអាចពិនិត្យធ្វើការពិនិត្យបាទនៅពេលពិនិត្យទៅកម្មវិធីយើងគឺអាច suggest ទៅជាទម្រង់បែបនេះឯងបាទដែលមានលក្ខណៈពេញលេញយើងមានថ្ងៃទីខែឆ្នាំអីជាដើមហ្នឹងប៉ុន្តែសួរថាបងប្អូនអាចដូរឬក៏អាច suggest ទៅជាទម្រង់ដែលមានចន្ទគតិឬក៏សូរ្យគតិឬក៏ទាំងពីរនឹងតែម្ដងបានដែរទេគឺបានបាទអញ្ចឹងបងប្អូនអាចចូលទៅ setting ចូលទៅកន្លែងការកំណត់ប្រតិទិនបងប្អូនមើលកន្លែងនេះឯងបាទអញ្ចឹងការត្រួតពិនិត្យការបរិច្ឆេទយើងចង់ទៅជាទម្រង់ណាមួយទៅជាទម្រង់ចន្ទគតិឧទាហរណ៍ឬក៏ចន្ទគតិលាយនឹងសូរ្យគតិតែម្ដងអញ្ចឹងគឺថាយើងយកនេះតែម្ដងបាទអញ្ចឹងយើងអាចពិនិត្យ scan ទៅបាទពេលនោះគឺវាឲ្យមកតែម្ដងថាថ្ងៃទី12 January នេះអក្សរកាត់នេះឆ្នាំ2026ទៅត្រូវថ្ងៃច័ន្ទទី9រោចខែបុស្សឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី12មករាខែមករាឆ្នាំ2026អីជាដើមហ្នឹងបាទដល់ពេលចូលបាទ2027បាទវាអាច suggest ទៅបាទមានទម្រង់លក្ខណៈពេញលេញតែម្ដងដូច្នេះបងប្អូនមិនពិបាកក្នុងការឆែកមើលប្រកបដោយទិនដោយដៃទេគឺនៅលើ app យើងមានតែម្ដងបាទអញ្ចឹងដូចបញ្ជាក់សារឡើងវិញអញ្ចឹងទាំងលក្ខណៈពេញលេញនិងយើង suggest តែចន្ទគតិក៏បានដែរអញ្ចឹងយើងឧទាហរណ៍ថាយើងទៅ suggest ជាចន្ទគតិវិញអញ្ចឹងយើង check នៅចំណុចទី2នេះឯងបាទបន្តមកទៀតយើងសាក scan ម្ដងទៀតបាទអញ្ចឹងវា suggest ឲ្យតែទម្រង់ចន្ទគតិទេមានតែថ្ងៃអង្គារបាទ5កើតខែបុស្សឆ្នាំមមីអត្តស័កពុទ្ធសករាជ2570អីចឹងទៅបាទអញ្ចឹងបងប្អូនដែលសរសេរទម្រង់កាត់បាទគឺអាចងាយស្រួលក្នុងការsuggest ជាទម្រង់ពេញតាមរយៈខ្មែរ editor របស់យើងនេះករណីដែលបងប្អូនសរសេរលេខមិនត្រឹមត្រូវមានលេខខ្មែរលេខបារាំងអីជាដើមលាយគ្នាហ្នឹងក៏កម្មវិធីយើងក៏ suggest ផងដែរហើយជាមួយនេះបងប្អូនអាចធ្វើការ insert ទៅលើការបរិច្ឆេទកាន់ចន្ទគតិឬក៏ទៅលើសូរ្យគតិឬក៏ទាំងពីរហ្នឹងលាយគ្នាតែម្ដងនៅលើកម្មវិធីយើងបានផងដែរអញ្ចឹងដោយតែយើងបានចូលក្នុង line setting បាញ់មិញនេះយើងអាច pin បាទការ program យកយើងអាច pin នៅពេលដែល pin រាល់ការឆែកទាំងអស់បាទគឺវាបង្ហាញនៅ program យើងនៅផ្នែកខាងលើគេបែបនេះឯងក៏ប៉ុន្តែពេលដែលបើកមកដំបូងបាទក៏វាមានបង្ហាញនៅផ្ទាំងនឹងនៅខាងដើមនៃកម្មវិធីផងដែរអញ្ចឹងបងប្អូនឧទាហរណ៍ថាបាទអញ្ចឹងបងប្អូនអាចបាទនៅលើនេះ program នេះយើងមានការមានជាបង្ហាញផងដែរនៅថ្ងៃសិលបាទដែលមានរូបផ្កាឈូកនេះហើយកន្លែងនេះយើងអាចក៏ edit បានផងដែរបាទអញ្ចឹងយើងត្រឡប់ទៅការពិនិត្យមើលការបដូរ icon អីនៅពេលបន្តិចទៀតប៉ុន្តែឥឡូវនេះយើងចង់និយាយថាបើសិនបើយើង insert បាទអញ្ចឹងបងប្អូនមិនពិបាកទេគ្រាន់តែ click mouse ស្ដាំលើការបរិច្ឆេទណាមួយទៅឧទាហរណ៍ថាយើងចង់បញ្ចូលទម្រង់ខ្លីបាទនេះទម្រង់ខ្លី
បាទឧទាហរណ៍ថាបងប្អូនចង់បញ្ចូលទម្រង់តែសូរ្យគតិបាទនេះគឺទម្រង់សូរ្យគតិហើយវាចាប់ទៅលើពុម្ពអក្សរដែលបងប្អូនកំពុងវាយនឹងប៉ុន្តែបើករណីអត់បានវាយទេគឺវា suggest ឲ្យខ្មែរ OS បាត់ដំបងនេះឯងបាទអញ្ចឹងទៅលើសូរ្យគតិឥឡូវយើងទៅចន្ទគតិម្ដងនេះជាទម្រង់ចន្ទគតិបាទឥឡូវយើងចង់ដាក់ឲ្យទាំងអស់ត្មងដើម្បីពេញលេញអញ្ចឹងបញ្ចូលការបច្ឆេទពេញលេញបាទអញ្ចឹងវាចេញមកជាទម្រង់ពេញលេញបែបនេះឯងបាទមិនពិបាកបងប្អូនទៅឆែកកន្លងនិយាយប្រកបដីទិនឬក៏លើ smartphone ទៀតទេអញ្ចឹងនៅក្នុងកម្មវិធីខ្មែរ Editor នេះបានបញ្ចូលបានយ៉ាងត្រឹមត្រូវទៅលើចន្ទគតិផងដែរបាទអញ្ចឹងបងប្អូនអាចមើលរហូតដល់ឆ្នាំណាដែលទិន្នន័យដែលយើងបានកំពុងបញ្ចូលនេះទៅដល់ឆ្នាំ2028បាទអញ្ចឹងយើងកំពុងតែបញ្ចូលទិន្នន័យ2029រហូតតទៀតតាមដែលយើងមានពេលវេលាគ្រប់គ្រាន់ប៉ុន្តែបច្ចុប្បន្ននេះយើងមានចាប់ពីឆ្នាំសកលគឺយើងមានរហូតដល់ណាក៏បានដែរប៉ុន្តែពាក់ព័ន្ធចន្ទគតិនេះយើងបានបញ្ចូលត្រឹម2025រហូតដល់2028ចឹងឆ្នាំនេះ2026 2027 2028គឺយើងនៅអាចប្រើការបានហើយត្រឹមត្រូវព្រោះយើងមានប្រភពដើម្បីផ្ទៀងផ្ទាត់បាទអញ្ចឹងនេះពាក់ព័ន្ធនឹងការបច្ឆេទជាទម្រង់ចន្ទគតិឬក៏សូរ្យគតិលេខគ្នានេះគឺបងប្អូនលេងពិបាកក្នុងការវាយហើយដោយសារតែកម្មវិធីរបស់យើងគឺយើងអាច insert បាទបញ្ចូលបានផងដែរអញ្ចឹងសង្ឃឹមថាការអាប់ដេតនេះធ្វើឲ្យបងប្អូនពេញចិត្តជាមួយនឹងខ្មែរ Editor របស់យើងកាន់តែច្រើនឡើងហើយយើងបកមកវិញបង្ហាញការបច្ឆេទថ្ងៃសិលនេះយើងចង់បង្ហាញក៏បានមិនបង្ហាញក៏បានដែរបាទបើយើងមិនបង្ហាញវានឹងមិនបង្ហាញទេបើយើងបង្ហាញយើងអាចរើស icon បានទៀតចាទម្រង់បែបម៉េចបាទជាទម្រង់បែបម៉េចហើយយើងអាចរើសទៀតតែថ្ងៃប្រចាំសប្តាហ៍ចាប់បានពីថ្ងៃអីក៏យើងអាចរើសបានផងដែរអក្សរខ្មែរបាទអក្សរលើក្បាលសប្តាហ៍នេះយើងអាចដូរទៅជាទម្រង់ភាសាអង់គ្លេសក៏បានបាទលេខអន្តរជាតិក៏បានពេលនោះទម្រង់វាបានបង្ហាញមកជាលេខអន្តរជាតិបែបនេះឯងបងប្អូនអាចរំកិលទៅមើលឆ្នាំណាដល់ពេលដែលយើងចង់បកមកឆ្នាំការបច្ឆេទបច្ចុប្បន្នយើងគាត់คลิกលើហ្នឹងវានឹងត្រឡប់មកហើយអញ្ចឹងវាងាយស្រួលមែនទែនបាទដោយសារសប្តាហ៍របស់យើងចាប់បានពីថ្ងៃច័ន្ទអញ្ចឹងយើងអាចដូរតាមអ្វីដែលមានតម្រូវការតាមចំណង់ចំណូលចិត្តយើងចង់ទៅសភាពដើមវិញក៏បានដែរបាទយើងទៅសភាពដើមអ្វីវាផ្លាស់ប្ដូរទៅទម្រង់ដើមដែលបានកំណត់មកអញ្ចឹងការអាប់ដេតជាមួយនឹងការបច្ឆេទនេះនឹងជួយបងប្អូនពន្លឿនក្នុងការវាយឯកសារសូមអរគុណសម្រាប់ការតាមដាននិងទស្សនាបើសិនមានសំណួរអាច comment សួរបានសូមអរគុណ